មិត្តរបស់គាត់ចំណាំកន្លែងនៅបានដោយនិយាយថាវាជាផ្ទះដែលតួឯកធ្លាប់រស់នៅកាលពីក្មេងអ្នកទាំងពីរផ្សេងទៀតមានការភ្លៀកផ្អើលដោយដឹងថាហ្គេមចប់ហើយសម្រាប់ពួកគេជាមួយនឹងចំណាត់ការនេះស្ត្រីនោះពន្យល់ថាផ្ទះនេះបានផ្លាស់ប្ដូរម្ចាស់ជាច្រើនដងហើយប្លង់គឺខុសគ្នាឥឡូវនេះប៉ុន្តែនាងនិយាយថានាងបានព្យាយាមស្ដារអ្វីគ្រប់យ៉ាងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យគាត់មានអារម្មណ៍សុខស្រួលវារបររំជួលចិត្តដោយនិយាយថាវាអស្ចារ្យណាស់ហើយថាផ្ទះនេះស្ទើរតែដូចគ្នាទៅនឹងការចងចាំរបស់គាត់ដោយស្នាមញញឹមដ៏ស្មោះត្រង់គាត់អរគុណនាងសម្រាប់កាយវិការនោះហើយស្ត្រីនោះសប្បាយចិត្តដែលគាត់ចូលចិត្តវាបុរសទាំងពីរនាក់មើលទៅអស់សង្ឃឹមមិនអាចជឿថាពួកគេចាញ់យ៉ាងល្អឥតភ័ក្ត្របន្ទាប់មកតួឯកហៅមិត្តរបស់គាត់ដោយសុំឲ្យគាត់យកមកុដទេសកាសម្រាប់គូកងឹតបន្តមកស្ត្រីនោះភ្ញាក់ផ្អើលដោយសួរថាអ្វីទៅដែលយុវជននោះកំពុងទាញចេញពីក្នុងខោរបស់គាត់មិត្តនោះពន្យល់ថាវីរបុរសបានសរសេរយុទ្ធសាស្ត្រពេញលេញសម្រាប់គូកងឹតទី2នៃហ្គេមនេះនាងភ្ញាក់ផ្អើលដែលរបស់មានតម្លៃបែបនេះត្រូវបានរក្សាទុកនៅកន្លែងបែបនេះបន្ទាប់មកស្ត្រីនោះសួរថាតើគាត់នឹងបញ្ចេញយុទ្ធសាស្ត្រថ្មីនេះជាសាធារណៈដែរឬទេប៉ុន្តែគាត់ឆ្លើយថាទេដោយនិយាយថាពួកគេអាចចែកចាយវាដល់អ្នកលេងដែលពួកគេយល់ថាមានសក្តានុពលគាត់ពន្យល់ថាដើម្បីខ្លាយជាណាខ្លាំងមនុស្សម្នាក់ត្រូវយល់ពីហ្គេមមិនមែនពឹងផ្អែកលើសំណាងទេតួឯងនិយាយថាអ្នកដែលធ្វើបានល្អដោយសំណាងនឹងមិននៅយូរទេហើយនឹងត្រូវបានលុបចោលពួកគេត្រូវការជ្រើសរើសអ្នកលេងឆ្នើមនិងជួយអ្នកថ្មីឲ្យសម្របខ្លួនគាត់បន្តថាប្រសិនបើពួកគេពិតជាពូកែពួកគេនឹងលេចធ្លោដោយខ្លួនឯងស្ត្រីនោះយល់ពីផែនការហើយសួរថាតើគាត់មានបំណងធ្វើអ្វីដោយការជ្រើសរើសអ្នកលេងទាំងនេះដោយទឹកមុខមើងម៉ាត់វីរបុរសឆ្លើយថាគាត់ចង់ឲ្យពួកគេជួយសង្គ្រោះនិងការពារពិភពលោកនៅក្បែរគាត់ក្រុមនោះភ្ញាក់ផ្ខៅចំពោះមហិច្ឆតារបស់យុវជននោះដោយគិតថាវាជាក្តីសំពឹងដ៏ធំធេងចំពោះការរាប់ថយក្រោយខិតជិតមកដល់មិត្តរបស់គាត់ប្រកាសថាពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីទៅតួឯងនិយាយលាម្ដាយរបស់គាត់ដោយការអូបដោយសញ្ញាថានឹងត្រឡប់មកផ្ទះវិញឆាប់ៗមិត្តរបស់គាត់ធ្វើការវិការដោយប្រកាសថាគាត់នឹងចេញទៅដំណើរផ្សងផ្ទះទៅកាន់ពិភពមួយផ្សេងទៀតម្ដាយរបស់គាត់មានការផាន់ច្រឡំចំពោះទិដ្ឋភាពនេះដោយមិនយល់ច្បាស់ពីអ្វីដែលកំពុងកើតឡើងចំពោះអ្នកទាំងពីរការរាប់ថយក្រោយដល់0ហើយប្រពន្ធប្រកាសថាអ្នកលីងដែលបានជ្រើសរើសនឹងត្រូវបានបញ្ជូនទៅអ្នកទាំងពីរត្រូវបានគ្រប់គ្រងដោយពន្លឺពណ៌ខៀវដោយនិយាយលាម្ដាយរបស់តួឯងនៅក្នុងបន្ទប់វីរបុរសប្រាប់មិត្តរបស់គាត់ថាគាត់គួរតែអាចឆ្លងកាត់គូកងឹតដោយខ្លួនឯងបានព្រោះពួកគេនឹងថយសកម្មភាពដែលដល់ឡាយពីគ្នាយុវជននោះនិយាយថាគាត់នឹងតាមដានចំណាត់ថ្នាក់ដោយបច្ចេកថ្នាក់នឹងជួបចំណាត់ថ្នាក់នៃពីដោយស្នាមញញឹមប្រកបដោយទំនុកចិត្តតួឯងប្រជុំមុខនឹងគូកងឹតថ្មីត្រៀមខ្លួនសម្រាប់បញ្ហាប្រជុំមួយទៀតគាត់ដឹងថានៅក្នុងជីវិតអតីតកាលរបស់គាត់គូកងឹតទី2គឺ D-Class IC Manson ប្រព័ន្ធប្រកាសថាការបង្កើតស្នារីយ៉ូបានចំកហើយព្រលឹងរបស់អ្នកលេងត្រូវបានផ្ទាត់តួឯងគិតថានោះត្រូវបានរំពឹងពួកគេកំពុងត្រូវបានបំភានដោយការណែនាំម្ដងទៀតគាត់ដឹងថាដើម្បីឆ្លងកាត់គូកងឹតគាត់ត្រូវបង្កើតក្រុមជាមួយណាម្នាក់ដែលគាត់ទុកចិត្តទាំងស្រុងលក្ខខណ្ឌពិតប្រាកដគឺត្រូវតាក់ទាញមេធំពីរមកពីចនសេងគ្នាឲ្យមកជួបគ្នានៅកណ្ដាលប៉ុន្តែគាត់ចង់ចាំដោយក្រៀមក្រំនៅខណៈដែលគាត់ត្រូវបានក្តាប់នៅជីវិតអតីតកាលរបស់គាត់ដោយសំពឹងបុរិតដោយទឹកមុខមើងម៉ាត់គាត់ក៏ហៅកាតពណ៌មាសដោយហៅមនុស្សដែលគាត់ទុកចិត្តបំផុតកាតបង្កើតក្រុមពិសេសត្រូវបានធ្វើឲ្យសកម្មហើយពន្លឺពណ៌មាសដ៏ខ្លាំងបានពេញបន្ទប់ក្មេងស្រីសក់សបានភ្ញាក់លើដោយចំកណ្ដាលភៀកលើកពន្លឺហើយសម្លឹងមើលតួឯកអ្នកទាំងពីរសម្លឹងមើលមុខគ្នាដោយស្ងៀមស្ងាត់ហើយនារីវ័យក្មេងនោះភ្ញាក់ផ្អើលដែលឃើញគាត់នៅទីនោះដោយរន្ធត់នាងសួរថាហេតុអ្វីបានជាគាត់នៅទីនោះហើយពួកគេនៅឯណាដោយមិនយល់ពីស្ថានភាពគាត់ពន្យល់ថាគាត់គឺជាអ្នកដែលបានអញ្ជើញនាងទៅកាន់គុកងងឹតហើយថានាងនៅលើកោះពីមុនវីរបុរសគិតថាយូរ៉ាកាបានក្លាយជាអ្នកលេងនៅក្នុងហ្គេមទី2ហើយរងទុក្ខយ៉ាងខ្លាំងដោយសារវាគាត់ចងចាំពីរបៀបដែលនាងត្រូវបានបង្ខំឲ្យរស់រានមានជីវិតនៅលើកោះដោយរងទុក្ខអស់មួយជីវិតជាមួយនឹងស្លាកស្នាមនោះហើយជាមូលហេតុដែលគាត់និយាយថាគាត់បានហៅនាងដើម្បីផ្លាស់ប្ដូរវាសនារបស់នាងនិងធានាថានាងមិនរងការឈឺចាប់ម្ដងទៀតក្មេងស្រីនោះភ្ញាក់ផ្អើលដោយសួរថាតើគាត់ដឹងថានាងនៅលើកោះដោយរបៀបណាដោយមិនបានប្រាប់គាត់នៅពេលនោះបង្អួចប្រព័ន្ធពណ៌ខៀវដោយគ្នាបានភញ្យល់ខ្លួននៅចំពោះមុខនាងហើយនាងសម្លឹងមើលវាដោយចង់ដឹងចង់ឃើញអេក្រង់ស្វាគមន៍នាងដោយប្រាប់នាងថានាងស្ថិតនៅក្នុងគុកងងឹតកម្រិត D គឺ IC Mansion បន្ទាប់មកនាងនឹកឃើញវីដេអូដែលនាងបានឃើញតាមអ៊ីនធឺណិតហើយឆ្ងល់អំពីឈ្មោះហ្គេមនោះតួឯកឆ្លើយថាហ្គេមនេះមានឈ្មោះថា Prison Day ហើយនាងបញ្ជាក់ថាពិតជាហ្គេមនោះហើយគាត់បញ្យល់ថាគាត់ត្រូវការដៃគូដែលគាត់អាចទុកចិត្តជីវិតបាន
ដែលនេះជាមូលហេតុដែលគាត់ជ្រើសរើសនាងនៅពេលទ្វារហៀបនឹងបើកគាត់អញ្ជើញនាងឲ្យធ្វើជាដៃគូរបស់គាត់និងប្រឈមមុខនឹងគ្រោះថ្នាក់ជាមួយគ្នានារីវ័យក្មេងនោះនឹកឃើញកាលដែលគាត់អញ្ជើញនាងឲ្យលេងកាលពីអតីតកាលហើយសម្លឹងមើលគាត់ដោយក្តីស្រឡាញ់កាលនោះនាងឯកោនឹងសោកសៅប៉ុន្តែយុវជននោះបានឈោងដៃទៅរកហើយអញ្ជើញនាងឲ្យលេងគាត់និយាយលិខិតអញ្ជើញម្ដងទៀតដោយសួរថាតើនាងចង់លេងជាមួយគាត់ម្ដងទៀតទេដោយការពីសម័យមុនក្មេងស្រីនោះសម្លឹងមើលគាត់ដោយភ្នែកពោពេញដោយក្តីរំភើបដោយចងចាំពីពេលវេលាដ៏ល្អដែលពួកគេបានចែករំលែកបន្ទាប់មកនាងកាន់ដៃគាត់យ៉ាងតឹងដោយទទួលយកការអញ្ជើញធ្វើជាដៃគូរបស់គាត់ម្ដងទៀតដោយស្នាមញញឹមដ៏ត្រចះត្រចង់នាងនិយាយថានាងចង់ធ្វើជាដៃគូរបស់គាត់ហើយទទួលយកភ្លាមបន្ទាប់មកគាត់សួរថាតើនាងចងចាំអ្វីគ្រប់យ៉ាងដែលគាត់បាននិយាយដែរឬក៏នៅពេលទ្វារហៀបនឹងបើកនារីវ័យក្មេងនោះបញ្ជាក់ថាវាជាហ្គេមរុករកហើយនាងមិនគួរប៉ះអ្វីដោយធ្វេសប្រហែសឡើយនាងក៏ដឹងថាវាមិនមែនជាភូមិគ្រឹះទេប៉ុន្តែជាគុកងងឹតដែលមានច្រើនជាន់ដែលពោពេញទៅដោយសត្វចម្លែកដើម្បីឆ្លងកាត់វាពួកគេត្រូវធ្វើឲ្យមេធំខាងលើជួបមេធំខាងក្រោមនៃកណ្ដាលតួឯកបញ្ជាក់ហើយដោយទឹកមុខមើងម៉ាត់ប្រកាសថាគាត់កំពុងបើកទ្វារគុកងងឹតក្មេងស្រីសក់សនិយាយថាព្រមហើយថានាងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយគាត់ក្នុងការធ្វើដំណើររបស់គាត់ជាមួយនឹងការរាប់ថយក្រោយនៅ0គាត់បើកទ្វារហើយអ្នកទាំងពីរចូលទៅក្នុង IC Mansion សម្រាប់ការប្រកួតប្រជែងផ្លូវដើរត្រូវបានកក់ទាំងស្រុងក្របដណ្ដប់ដោយទឹកកកនិងផ្ទាំងទឹកកកស្រួចនៅគ្រប់ទីកន្លែងនារីវ័យក្មេងត្អន់អំពីភាពត្រជាក់ហើយយុវជននោះលួងលោមនាងដោយនិយាយថាកាតមួយនឹងស្រើឲ្យវាកាន់តែអាចទ្រាំទ្របានភ្លាមនោះស្រមោលមួយបានឆ្លងកាត់ទ្វារហើយវីរបុរសរៀបចំសម្រាប់ការជួបដែលគាត់បានរំពឹងទុកគាត់គិតថាដោយដែលគាត់បានស្រមៃអ្នកក្បត់មកពីជីវិតអតីតកាលរបស់គាត់ក៏បានពង្ហាញខ្លួននៅក្នុងគុកងងឹតនេះដែរបុរសម្នាក់កាន់កាំបិតបានពង្ហាញខ្លួនដោយត្អូនអំពីភាពត្រជាក់និងឆ្ងល់ថាតើសត្វចម្លែកនឹងពង្ហាញខ្លួនឬអត់បន្ទាប់មកគាត់ឃើញពួកគាត់ហើយហាក់ដូចជាភ្ញាក់ផ្អើលដែលឃើញមនុស្សផ្សេងនៅទីនោះដោយស្នាមញញឹមគាត់សួរថាតើពួកគាត់ក៏ជាអ្នកលេងដែរឬទេហើយចូលទៅជិតដោយអាកប្បកិរិយារួសរាយរាក់ទាក់តួឯកដឹងថាគាត់នឹងសុំចូលរួមក្រុមហើយថាគាត់ហាក់ដូចជាបុរសស្មោះត្រង់ប៉ុន្តែតាមពិតគាត់គឺជាមនុស្សកំសាកដែលក្បត់មិត្តរួមក្រុមរបស់គាត់ចង់ចាំពីរបៀបដែលបុរសនោះនឹងលាក់ខ្លួននៅពីក្រោយគាត់អំឡុងពេលប្រយុទ្ធព្រោះគាត់ខ្សោយនឹងកំសាកដោយស្នាមញញឹមតួឯករៀបចំខ្លួនដឹងច្បាស់ពីអ្វីដែលនឹងកើតឡើងបន្តទៀតគាត់ចងចាំថានៅពេលដែលគាត់ប្រើកម្លាំងអស់របស់គាត់ដើម្បីកម្ចាត់មេធំអ្នកក្បត់នោះបានចាក់គាត់ពីក្រោយយុវជននោះនឹកឃើញថាអ្នកក្បត់បានចាក់គាត់ពីក្រោយគ្រាន់តែដើម្បីលួចការជំនាញទូគីរំលឹកថាប្រសិនបើមិនមែនសម្រាប់មនុស្សម្នាក់ទេគាត់នឹងជួបទីបញ្ចប់របស់គាត់នៅទីនោះលើអ៊ីដកត្រឡប់មកបច្ចុប្បន្នវិញអ្នកក្បត់នោះស្នើឲ្យពួកគេសហការគ្នាដើម្បីឲ្យកាន់តែងាយស្រួលក្នុងការប្រឈមមុខនឹងសត្វចម្លែកប៉ុន្តែផែនការពិតរបស់គាត់គឺកម្ចាត់វីរបុត្រដើម្បីគាត់អាចទាញយកប្រយោជន៍ពីក្មេងស្រីដ៏ស្រស់ស្លាតដែលមកជាមួយគាត់បុរសនោះក៏លោភលន់ចង់បានដាមរបស់តួឯកដែរដែលប្រាប់ខ្លួនឯងថាគាត់ប្រកាសที่នឹងយកវាដោយស្នាមញញឹមคล้ายគាត់លូកដៃទៅដោយនិយាយថានៅក្នុងហ្គេមបែបនេះពួកគេត្រូវសហការគ្នាទោះជាយ៉ាងណាក៏ដោយតួឯកតបវិញថាគាត់បានចាក់គាត់មុនហើយឥឡូវនេះគាត់កំពុងសងគុណវិញជាមួយនឹងដាមរបស់គាត់ដោយគ្មានឱកាសប្រតិកម្មញាក់ក្បត់នោះត្រូវបានវាចាំដាមទ្រូងរន្ធត់ចិត្តយ៉ាងខ្លាំងដោយការឈឺចាប់ដោយការសម្លឹងមើលយ៉ាងត្រជាក់វីរបុត្រប្រាប់គាត់ឲ្យទទួលរងនឹងការឈឺចាប់ដូចគ្នាដែលគាត់មានអារម្មណ៍នៅក្នុងជីវិតអតីតកាលរបស់គាត់បន្ទាប់មកយុវជននោះងាកទៅរកដៃគូរបស់គាត់ហើយសួរដោយស្ងប់ស្ងាត់ថាតើនាងមានសំណួរអ្វីអំពីរឿងនេះក្មេងស្រីនោះឆ្លើយថាទេព្រោះនាងជឿជាក់ថាគាត់មានហេតុផលល្អសម្រាប់អ្វីគ្រប់យ៉ាងដែលគាត់ធ្វើបន្ទាប់មកគាត់អញ្ជើញនាងឲ្យស្វែងរកកាតចំនួនហើយនារីវ័យក្មេងនោះយកព្រមភ្លាមជាមួយគ្នានោះអ្នកទាំងពីរបានទុកសាកសពអ្នកក្បត់ចោលហើយបន្តការរុករក
IC Mansion នៅកន្លែងផ្សេងទៀតបរិបពាក់វ៉ែនតាម្នាក់បានបញ្ជាក់ថាព័ត៌មានអំពីអ្នកលេងលំដាប់លេខ1 Kurusu Toki គឺត្រឹមត្រូវគាត់ឆ្ងល់ថាតើបរិបដែលបញ្ជាក់មកដែរដោយអាចគេសម្ញាក់សមនឹងការសង្កេតរបស់គាត់ដែរឬទេ Shichi More Atsuki សម្លឹងមើលចំណាក់រាងបរិបពាក់វ៉ែនតាគិតថាគាត់គ្រាន់តែមិនអាចយល់ពីបំណងរបស់វីរបុត្រត្រឡប់មកទូឯកវិញពួកគេដឹងពីវត្តមានចម្លែកមួយដោយប្រកាសថាសត្វចម្លែកនៅកបែនោះសត្វចម្លែកដែលគេហៅថា Hatchman បានព្យាយាមហើយ Eureka ស្រែកប្រវត្តិថាវាកំពុងមកជិតពួកគេដោយក្រញាប់មុតស្រួតនឹងភ្នែកភ្លីសត្វនោះបានសម្រុកចូលពេញទំហំដើម្បីវិទោសញាក់លេងទាំងពីរក្មេងស្រីនោះស្រែកខៅឈ្មោះដៃគូរបស់នាងដោយតង់គាត់យ៉ាងទឹកនៅពេលសត្វចម្លែកចូលមកជិតប៉ុន្តែសត្វចម្លែកនោះមិនទាន់មានពេលប្រតិកម្មផងមុនពេលវាបានវាដោយកណ្ដាប់ដៃដ៏ខ្លាំងក្លាដែលធ្វើឲ្យវាផ្លោះទៅដោយទីមុខធុញធន់ទូឯកប្រាប់សត្វនោះថាវាលឺខ្លាំងពេកនិងរំខានបន្ទាប់មកគាត់បាញ់កាំរស៊ីតាមហ្វដ៏ខ្លាំងក្លាចេញពីដៃរបស់គាត់ដែលវាចំសត្វចម្លែកនោះពេញការវិទោសបានធ្លុះរាងការបស់សត្វនោះបណ្ដោះឲ្យការបន្ទោសដ៏ធំនឹងចង់ព្រីដើមទៅសត្វចម្លែកនោះបានរលាបាត់ទៅជាពន្លឺដោយបន្សល់ទុកនូវកាត Stamina ដែលបង្កើនកម្រិតមួយ Eureka មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថាតើវាងាយស្រួលបណ្ណាដោយសួរថាតើគាត់តែងតែប្រយុទ្ធបែបនេះនៅក្នុងគុកងងឹតឬអត់វីរបុរសឆ្លើយថាទេហើយថាសត្វចម្លែកនេះគ្រាន់តែខ្សោយនិងគ្មានធម្មផលខ្លាំងពេកនាងមានក្តីរំភើបចំពោះគំនិតអំពីសត្វចម្លែកដែលខ្លាំងជាងនេះដោយស្រមៃខ្លួនឯងនៅក្នុងខ្សែភាពយន្តរន្ធត់ពិតៗបន្ទាប់មកគាត់បានហត់កាតឲ្យនាងដោយប្រាប់នាងឲ្យផ្ដោតអារម្មណ៍ដើម្បីទទួលបានជំនាញថ្មីនារីវ័យក្មេងកាន់កាតពណ៌មាសដោយគិតថាវាមិនអាចទៅរួចទេដែលមានសត្វចម្លែកបែបនេះនៅក្នុងអាផាតមិនដោយបិទភ្នែកនាងផ្ដោតលើកាតដោយសង្ឃឹមថានឹងអាចប្រើប្រាស់ធម្មផលរបស់វាបានពន្លឺពណ៌មាសគ្របដណ្ដប់នាងហើយនាងភ្ញាក់ផ្អើលពេលដឹងថានាងពិតជាអាចប្រើកាតនោះបានមែនផ្ទាំងស្ថានភាពរបស់នាងបង្ហាញឡើងដោយបង្ហាញថា Stamina របស់នាងឥឡូវនេះបានដល់កម្រិត1ដោយជោគជ័យគាត់សរសើរនាងដែលរៀនបានលឿនហើយអញ្ជើញនាងទៅជាន់បន្ទាប់នៃវិមន្តទឹកកកក្មេងស្រីដឹងថានាងមិនសូវមានអារម្មណ៍ទៅចាក់ទៀតទេហើយសប្បាយចិត្តដែលទទួលបានជំនាញថ្មីបន្ទាប់មកនារីវ័យក្មេងសួរថាតើគាត់ដឹងរឿងច្រើនយ៉ាងនេះអំពីហ្គេមដែលរបៀបណាដែលសួរថាតើគាត់ចូលចិត្តលេងដែរឬតួឯកជប់ដាហើយសម្លឹងមើលនាងដោយស្ងៀមងាប់ធ្វើឲ្យក្មេងស្រីមានការភ្ញាក់ផ្អើលចំពោះប្រតិការរបស់គាត់ជាមួយនឹងទឹកមុខក្រៀមក្រំគាត់គ្រាន់តែសម្លឹងមើលនាងដោយមិននិយាយអ្វីមួយម៉ាត់លើរឿងនេះEureka មានអារម្មណ៍ភ័យចំពោះភាពស្ងៀមងាប់ហើយសួរថាតើនាងបាននិយាយអ្វីដែលចម្លែកឬអត់វីរបុរសឆ្លើយថាហ្គេមនេះមិនងន់ឲ្យចាប់អារម្មណ៍ទាល់តែសោះហើយរំលឹកនាងពីគោលបំណងពិតរបស់ពួកគាត់ជាមួយនឹងទឹកមុខត្រជាក់និងមើងម៉ាត់តួឯកបង្ហាញថាគោលបំណងរបស់ពួកគាត់គឺបំផ្លាញហ្គេមនេះក្មេងស្រីនៅស្ងៀមមួយសន្ទុះបន្ទាប់មកនិយាយថាទោះបីជានាងមិនយល់ក៏ដោយក៏នាងជួយចិត្តលើហេតុផលរបស់គាត់ភ្លាមនោះដៃដ៏ធំសម្បើមមួយបានទន្លុះចិញ្ចាំងទឹកកកដោយត្រៀមវាយប្រហារអ្នកទាំងពីរសត្វនោះបញ្ចេញសំឡេងក្រហមដ៏គួរឲ្យភ័យខ្លាចហើយសម្រុកចូលយ៉ាងពេញទំហឹងទៅរកដៃគូរបស់វីរបុរសប៉ុន្តែដោយចល័តយ៉ាងរហ័សបុរសវ័យក្មេងនោះបានឈានជើងទៅឈរពីមុខនាងដើម្បីការពារនាងពីការវាយប្រហាររបស់សត្វចម្លែកដោយគ្មានការលំបាកអ្វីសោះគាត់បានបញ្ឈប់សត្វនោះដោយដៃម្ខាងដោយកាន់មុខរបស់វាយ៉ាងតឹងដោយការចាប់បាត់គាត់បានគិនក្បាលសត្វចម្លែកនោះដែលបែកជាបំណែកនៅចំពោះមុខគាត់បន្ទាប់មកគាត់បានបញ្ចេញមតិថាវាគួរឲ្យសោកស្ដាយដែលនាងមិនមានកាតព្រោះនោះគឺជាកម្រិតនៃការលំបាកនៃគុកងងឹតនេះប៉ុន្តែគាត់បង្ហើបថាមេនៃជាន់នីមួយៗតែងតែទម្លាក់កាតមួយហើយអញ្ជើញនាងឲ្យទៅស្វែងរកវាខណៈពេលនោះអ្នកលេងផ្សេងទៀតកំពុងវង្វេងតាំងស្រុងនៅក្នុងផ្លូវរួមក្រោមដីដោយមិនដឹងថាត្រូវធ្វើអ្វីEureka ដឹងថាពួកគេមិនវង្វេងទេហើយកោតសរសើរថាតើដៃគូរបស់នាងអស្ចារ្យប៉ុណ្ណាដែលស្គាល់ផ្លូវគាត់បញ្យល់ថាវិមាននេះមិនពិបាកទេនៅពេលដើមវងហើយថាសីតុណ្ហភាពធ្លាក់ចុះ1អង្សារៀងរាល់5នាទីម្ដងទោះយ៉ាងណាក៏ដោយសីតុណ្ហភាពនៅតែបន្តធ្លាក់ចុះហើយកាន់តែយូរវាកាន់តែពិបាកសម្រាប់មនុស្សគ្រប់គ្នាលើសពីនេះទៅទៀតប្រសិនបើពួកគេមិនរកឃើញមេប្រចាំជាន់ទ្វារទៅកាន់កម្រិតបន្តនឹងមិនបើកឡើយនៅទីបំផុតអ្នកលេងទាំងអស់នឹងត្រូវកកហើយមិនអាចរស់បាននារីវ័យក្មេងមានការភ័យខ្លាចចំពោះគំនិតថាអ្នករកគ្នានឹងកកប៉ុន្តែវីរបុរសនៅតែស្ងប់ស្ងាត់និងផ្ដោតអារម្មណ៍គាត់ដឹងថាអត្រាធ្លាក់ចុះសីតុណ្ហភាពកើនឡើងហើយចងចាំទីតាំងរបស់មេចំពោះការនោះអ្នកទាំងពីរទៅស្វែងរកមេ
โดยเมียนบำนองกำจัดเวียอย่างฉับระหะตามตุ่มหึงบานบุระแปะแว่นตามือปีจำงายโดยชงอลอปีแฮดพอลและปีกร้อยสกรรมเพียบระบอตัวเอกก็สงสัยท่าบุระเวกับไม่นี่เมียนสมาตพิพิเศษหอยสังคมท่าหนึ่งมันขอกชัดโดยสารเนี่ยได้เมียนจำหนักถักเล็กมอยจะเร็วในครองเพลร่วงกรอมได้แดดก็เนี่ยตั้งปีบรรต่อดำนายฉลองกัดวิมานแต่ก่อมดอกรัวทนักตัวเอกดึงทาเมจวนที่มวยในเจ็ดหายเกิดปีระเบียบเตะเตียงเวจิงเมาเพลียมนู้บุรสอกกระหอมันยะบานเล็กเจงโมปีนากระเมียงโนนาดังโดยเฮาชโมกอดนึ่งเธอเอาเนแต่งปีพญาผาจะมวยนึ่งสำเลงดอกกระเอิดกระตมบุรวิกไม่นู้เตรียมเตี้ยเอาวีรบุรฉลายตอบโปรกอดกำปงนีอีบตอลตะการกอดได้กูระบอกกอดบรรทอมอกสัวทาตายกอดสกอลบุรนูหรือออดบรรตาโตกี้ฉลายทัดกอดมันสกอลเตบุรสอกกระหอมเมียนการรำคาญโดยซาการมันเปื้อโดยสลายท้าพวกเก้มันกูเมื่อสลายกอดเตโปรกอดสถิตในครองจำนาทนักปีจงหายบุรเปียเอาทุ่มเมื่อชุดนี้โดยชงอลทาเตาจำนาทนักเมื่อเล็กทำไมนี้อาเจียไว้ตัวแอกนิเยท้ากอดบ้านจองจำกลมปูตารางเตียงดอบหายบุรสอกกระหอมมันแมนเจียมนักขนงจำนองพวกเกเตโดยชนกอดสัวท้าเต้าจำนาทนักระบอกกอดคือเจียไว้บุรวิคเม้งแน่นอมครวนกอดทาจีจ่องสัวโดยบรรจาท้ากอดจอบจำนาทนักเล็กปรำปี180ปันต้านนังคลายจีเล็กมวยเวียรบุรหนึ่งใดกูระบอกกอดกรอนตาสำลังมือกอดโดยเงงง้อลเนื้อเปลี่ยนลือจำนาทนักระบอกกอดบุรไปเอาทุ่มเมนการมขานโดยกระทากวาดเติบตาแจกเจียเป็นปลุยบารัมอัมปีเรื่องนี้โตกี้สัวท้าเต้าเล็กปรำปี180จองบานเอาไว้หอยบุรสอกกระหอมสลายท้าเกมมอกดำใบกำจัดกอดกอดประกาศท้ากอดหนึ่งบงหายในรอเนียท้าจำนัทนาเล็กมวยระเบาตัวไอค์มันแมนชีเอาไว้กราวปีสำนางนูเตปันตามนเปรกอดไอเถื่อสกรรมเพียบเวียรบุรสบานดาวจอมมุกระเบาะกอดอย่างสามัญกำลังดอยดาลมวยใดนุบานเถื่ออ้อยบุรสอกระหอมหนึ่งหมดเพียระเบาะกอดดูลเตลือใดจิมวยหนึ่งตึกหมกทุนตร้อนตัวไอค์ปรับกอดอ้อยถอยเจนโปรกอดรัวนะบุรสอกระหอมบรรต่อมุกดอกกำบัดเจงโดยบรรเจาท้ากอดมันบานอนุญาตเอาเวียรบุรสจากเจนเมื่อเพียระบอกกอดออกเบาสาตัวกอดให้บุรไว้ก็ไม่นิยท้ากูดาวแต่มวยกอดระบอกกอดคือวีรบุรก็ไม่สรีในจมวยโปเกโดยมินบุกจิ้มกอดสไลท้ากอด1-2กาดาวนูเวนมาโรยดาวคลังจึงนี้ตัวกีเกิดท้าโปเกกรอนแต่จีมนุษย์ลงีละโง่มันเม้นจีมนุษย์อักรอบประกอบเตะให้สำหรับจิตบังเรียนโปเกโนเมเรียนมวยจมวยหนึ่งกาตอดดอกคลังคล้าตัวเอ็กบันบำใบทเวียได้มวยให้จับยกบำปงมวยมอบปราชีอาวุธบรรโตเมาส์กดจับกันวัตถุชนัยนู้อย่างตึงโดยเรียบจำสำหรับการประยุทธ์ประชังนึ่งเนบบังกอบัญหาจมวยหนึ่งสนามยยิ้มกดนิเยทักกดหนึ่งดะโต๊ะโปเกตังออฟเนียดาวบำปงได้ดอสามันนี่วีรบุระกฐานี้คือละออิดขจ้าเปลือกว่าตระกาเตะติงเมประจำจอนเชนมกตามวิธีนามวยบรรทบเมาส์ก็สำเร็จจัดสะระบองจำเนียงคลาสทเมรวกอดให้ทั่วอเมียนปฏิกรรมจมวยอุปกรณ์ประปวนพิญญาท่าบำปงนี้จีสำรำโดยเมียนประโยชน์ปันแต่กดสมกอลท่าปฏิกรรมระบบวิอาจการล้างจมวยนึ่งกาปราบระบรอไว้เขมงโยลท่าวีกูเอาจับอารมณ์ได้จำเนียงนี้อาจไว้ทำลายอาวุธให้สำเร็จจัดปราวิเอาบันยึกหยอบบรอสอกกระหอมสำเลืองมกอดอย่างเคิงสำบ้าดาวนี้เอท่ากดกงปงไว้ทำลายครูนไอขบเปกให้หนึ่งเศร้าสได้ได้เหมือนปราดาวระบบกอดโดยมันคอลตัวไอกรอนแต่สำเลืองเมือกรมเหลือบงกอปัญหาโดยตึกหมกเมือเงียเมริบนอมนุสไตรกยังเคิงสำบ้าเอาเม็ดแผดแต่งออฟปวกกอดสำรุกโจลหนึ่งไว้ประหาวีรบุรัสกรงเปลแต่มวยตัวจะยังนากระด้อยเม็ดแผดระบอกกอดมีนกาไพคลายให้รุนกอดเตมุกโดยปรับกอดเตมุนโดยทุนตรวนหนึ่งพีบกำซากระบอกปวกกอดบุรสกระหอมสไตรกดักเม็ดแผดแดกเมียนประยอยระบอกกอดเอาไว้ประหาโดยมันสตักเทปันตายมันเนกนงจำนองปวกกอดรวมเลิกกอดท้าตัวไอกิจิเลยมือระบบพิภพโลกให้พวกเกมันเมียนเอากาชแนเมรึงน้อมสไลท์ถ้ากอดมันคอลเตให้หนึ่งเป็นจัดลุตราแต่กอดอาจกำจัดวีรบุรุษบานโดยเมียนกำบัดรีดรอลกอดสำรุกโจโดยสไลท์ทาวีมันสำคัญเตเพราะสันบาบรอเวกเมงนุจำนัดถนัดเล็กมวยโปรกอดเมียนเอาไว้ซอปันตาจมวยหนึ่งตึกหมกทุนตรวนตัวไอกิทากอดหนึ่งปราสำเร็งสไลท์ระบบพวกกอดเตยเตียกเตียงเมบอสโดยมันปรังแปรงกอดไว้บรอสกระโฮมโดยบำปงได้โดยปรับกอดอ้อยปลาขวกบาวระบบกอดอ้อยบันจรันจิงนี้ขนาดได้มุกระบบกอดระมัวโดยการชื่อจับบรอไว้กับเมงนุนิเยมันเจนจำปัวกำลังในกาไวนุบรรต่อเมาส์กอดด้วนตะเลยจุงกงระบบกอดสไลด์โดยการชื่อจับให้มนุษย์กรุบเนี้ยเมียงกาพญาเต๋อจำปัวติดทัวนี้วีรบุรุษบรรต่อเมาส์บรรเจกทาเวียเชสำเลงสไลด์ดอหลอให้เมประกอบเจบันเลวีไฮ
ភ្លាមនោះដៃជាវឡៃពណ៌បៃតងមួយបានលេចចេញមកពីណាគ្មាននរណាដឹងហើយលូតក្នុងលបឿនយ៉ាងលឿនទៅរកក្រុមនោះវឡៃនោះរុំជុំវិញខ្លួនរបស់បុរសសក់ក្រហមដោយច្របាច់គាត់យ៉ាងតឹងហើយធ្វើឲ្យគាត់អស់សង្ឃឹមជាមួយនឹងការនោះបុរសវ័យក្មេងត្រូវបានអូសយកទៅដោយសត្វចម្លែកដោយគ្មានឱកាសរត់គេចខ្លួនមិត្តភ័ក្តិរបស់គាត់ភ័យស្លន់ស្លាដោយស្រែកឲ្យនរណាម្នាក់រត់និងជួយសង្គ្រោះមេដឹកនាំរបស់ពួកគេយូរីកាបន្ទាប់មកសួរតួឯកថាតើរបស់ដែលទើបតែលេចចេញមកនោះជាអ្វីគាត់ឆ្លើយថាវាគឺជាមេប្រចាំជាន់ហើយការកម្ចាត់វានឹងបើកផ្លូវទៅកាន់កម្រិតបន្ទាប់ជាមួយនឹងការនោះវីរបុរសអញ្ជើញនាងឲ្យដើរតាមគាត់ដោយនិយាយថាមិនចាំបាច់ប្រញាប់ទេនារីវ័យក្មេងភ្ញាក់អើលនឹងល្បឿនរបស់គាត់ដោយឆ្ងល់ថាតើនេះជាធម្មពលរបស់អ្នកលេងឬអបបន្ទាប់មកនាងស្រមៃខ្លួនឯងថាជាកំពូលវីរបុរសដោយរំភើបចំពោះគំនិតការដែលទទួលបានធម្មពលពីចម្ងាយបុរសពាក់វ៉ែនតាកោតសរសើរគាត់ដោយឆ្ងល់ថាតើគាត់មកដល់ទីនេះដើម្បីប្រមាញ់មេឬអត់បុរសពាក់អាវធំបន្ទាប់មកសម្រេចចិត្តថាគាត់ត្រូវតែព្យាយាមខ្លាចជាមិត្តរំក្រុមរបស់គាត់ខណៈពេលនោះមិត្តភ័ក្តិរបស់បុរសសក់ក្រហមស្រែកដាក់សត្វចម្លែកឲ្យឡើងមេដឹកនាំរបស់ពួកគេដែលកំពុងត្រូវបានកិនពួកគេនៅតែបន្តស្រែកយ៉ាងអស់សង្ឃឹមឲ្យសត្វចម្លែកបញ្ឈប់ការវាយប្រហាររបស់វាហើយដោះលែងមិត្តរបស់ពួកគេម្នាក់ក្នុងចំណោមពួកគេថែមតែគំរាមសត្វដែលមិនស្គាល់នោះដោយនិយាយថាគាត់នឹងសម្លាប់វាជាមួយនឹងការនោះម្នាក់ក្នុងចំណោមមិត្តភ័ក្តិបានសម្រុកទៅមុខដើម្បីព្យាយាមជួយសង្គ្រោះមេដឹកនាំរបស់ពួកគេពីការចាប់របស់សត្វចម្លែកប៉ុន្តែសត្វចម្លែកនោះវាប្រហារពួកគេទាំងអស់ក្នុងពេលតែមួយដោយធ្វើឲ្យពួកគេគ្នាទៅឆ្ងាយដោយកៅវាមួយដៃនៅពេលនោះមេប្រចាំជាន់បង្ហាញខ្លួនឯងថាជារុក្ខជាតិស៊ីសត្វ mutant កម្រិត E+ ដែលមានស្ថិតិខ្ពស់បុរសសក់ក្រហមបន្ទាប់មកត្រូវបានទាញចូលទៅក្នុងមាត់របស់សត្វចម្លែកដោយស្រែកយ៉ាងអស់សង្ឃឹមសុំជំនួយពីខាងមាត់រុក្ខជាតិបុរសវ័យក្មេងឃើញតួឯកដាច់ចូលមកយ៉ាងស្ងប់ងាត់វីរបុរសបន្ទាប់មកប្រជុំមកនឹងមេរយដាវរបស់គាត់បានដោះស្រាប់ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធចុងក្រោយរបស់ជាន់បុរសសក់ក្រហមអស់សង្ឃឹមដោយឆ្ងល់ថាតើតួឯកនឹងជួយសង្គ្រោះគាត់ពិតមែនឬអត់ដោយមិនគិតពីដងវីរបុរសសម្រុកចូលជាមួយដាវរបស់គាត់ហើយកាត់វឡៃរុក្ខជាតិជាមួយនឹងការវាយប្រហារដ៏ខ្លាំងឡើងจากកន្លែងមួយគាត់បញ្ចេញថាមពលពណ៌ខៀវទៅកាន់សត្វចម្លែកសត្វនោះបញ្ចេញសំឡេងឈឺចាប់នៅពេលដែលវាត្រូវបានបំបែកជាពីរទាំងស្រុងដោយការវាយប្រហាររបស់បុរសវ័យក្មេងបុរសសក់ក្រហមឃើញខ្លួនឯងមានសេរីភាពភ្ញាក់អអល់ដែលត្រូវបានជួយសង្គ្រោះដោយគូប្រជែងរបស់គាត់ប៉ុន្តែគាត់ដឹងថាអារម្មណ៍ការដែលត្រូវបានជួយសង្គ្រោះគឺឈឺចាប់ជាងការបរាជ័យទៅទៀតវីរបុរសបន្តមកប្រាប់គាត់ឲ្យក្រោកឡើងដោយនិយាយថាប្រសិនបើគាត់ចង់ទៅដល់កំពូលទាំង10គាត់នឹងប្រយុទ្ធដោយប្រើដាវរបស់គាត់តួឯកប្រកួតប្រជែងឲ្យគាត់ទៅដល់កំពូលទាំង10ដើម្បីពួកគេអាចប្រយុទ្ធក្នុងឋានៈស្មើគ្នាបុរសសក់ក្រហមនៅស្ងៀមមួយសន្ទុះដោយពិចារណាពីករបស់គូប្រជែងដែលទើបតែជួយសង្គ្រោះគាត់ជាមួយនឹងការតាំងចិត្តគាត់សន្យាថាគាត់នឹងទៅដល់ទីនោះហើយអរគុណគាត់ដែលបានជួយសង្គ្រោះគាត់ជាមួយនឹងមេដែលត្រូវបានកម្ចាត់ច្រកទៅកាន់ជាន់បន្ទាប់បាក់ឡើងដោយបង្ហាញជម្រើស2ដើម្បីឡើងទៅលើពួកគេត្រូវប្រយុទ្ធជាមួយសត្វចម្លែក mutant ដើម្បីចុះទៅក្រោមពួកគេត្រូវប្រឈមមុខនឹងខ្មោចដ៏គួរឲ្យខ្លាចដែលគូរបស់វីរបុរសតាមតាន់គាត់នៅទីបញ្ចប់ហើយប្រព័ន្ធព្រីមវ័នខាប់ពួកគេមានពេលតិចតួចនារីវ័យក្មេងអស់សង្ឃឹមដោយសួរថាតើផ្លូវដ៏គួរឲ្យខ្លាចមួយណាដែលពួកគេគួរជ្រើសរើសបុរសសក់ក្រហមសម្លឹងមើលនាងដោយគាត់សម្គាល់ថាទោះបីជាផ្លូវទាំងពីរគួរឲ្យខ្លាចក៏ដោយក៏នាងហាក់ដូចជារំភើបក្មេងស្រីរំភើបចំពោះគំនិតនៃសត្វចម្លែកនិងខ្មោចដោយនិយាយថាជម្រើសទាំងពីរគឺអស្ចារ្យជាមួយនឹងស្នាមញញឹមនាងមានក្តីរំភើបចំពោះជម្រើសហើយឆ្ងល់ថាតើតួឯកគិតថានាងចម្លែកឬអបបន្ទាប់មកគាត់សម្លឹងមើលនាងយ៉ាងម៉ឺងម៉ាត់ដោយសួរថាតើជម្រើសមួយណាដែលនាងពិតជាចង់ជ្រើសរើសនារីវ័យក្មេងភ័យស្លន់ភ្លោដោយដឹងថានាងមិនអាចសម្រេចចិត្តរវាងផ្លូវទាំងពីរបានទេភ្លាមនោះបុរសពាក់វ៉ែនតាបានលេចចេញមកដោយសុំចូលរួមក្រុមរបស់ពួកគេក្នុងការធ្វើដំណើរបុរសនោះណែនាំខ្លួនគាត់ថាជាម៉ូអ៊ីសាជីរ៉ុយចំណាត់ថ្នាក់ទី34ក្នុងពិភពលោកហើយនិយាយថាគាត់អាចមានប្រយោជន៍តួឯកបញ្ចប់មតិថាទីបំផុតគាត់បានភ្ញាក់ធ្វើមកហើយដៃគូរបស់គាត់មានការភ្ញាក់ឲ្យជំនួសចំណាត់ថ្នាក់ដ៏ខុបមកគាត់បុរសសក់ក្រហមបន្តមកចំអស់ចំណាត់ថ្នាក់របស់គាត់ដោយប្រកាសថាគាត់ប្រកាសជានឹងក្លាយជាអ្នកលេងកំពូលទាំង10នៅពេលអនាគតវីរបុរសបង្ហាញថាគាត់បានកត់សម្គាល់ថាគាត់ត្រូវបានគេតាមដានប៉ុន្តែសម្រាប់ចិត្តមិនខ្វល់បន្តមកគាត់ចង់ចំណាំថានៅក្នុងជីវិតអតីតកាលរបស់គាត់បុរសពាក់វ៉ែនតាបានជួយសង្គ្រោះគាត់នៅពេលដែលគាត់ត្រូវការបំផុតឆាជីរ៉ុយមានការភ្ញាក់អាឡែត្រូវបានកត់សម្គាល់លើបុរសវ័យក្មេងហើយសម្លឹងមួយគាត់ដែលចង់ចំគេងតួឯកចង់ចាំពីរបៀបដែលគាត់ត្រូវគេកបត់ហើយគិតថាគាត់នឹងស្លាប់នៅក្រោមដៃនៃអតីតសម្ព័ន្ធមិត្តរបស់គាត់ប៉ុន្តែគាត់ត្រូវបានជួយសង្គ្រោះដោយបុរសពាក់វ៉ែនតាដែលនិយាយថាជំនាញរបស់គាត់ល្អពេកមិនគួរត្រូវបានខ្ជះខ្ជាយជាមួយនឹងពន្លឺវ៉ែនតារបស់គាត់សន្យាថាប្រសិនបើវីរបុរសធ្វើតាមបញ្ជារបស់គាត់នឹងអនុញ្ញាតឲ្យគាត់ឆ្លងកាត់គុកងងឹត
ហើយនោះជារបៀបដែលតួឯកអាចឆ្លងកាត់គុកងងឹតម្ដងមួយជំហានដោយមានជំនួយរបស់គាត់កាលនោះបុរសពាក់វ៉ែនតាគឺជាអ្នកសង្គ្រោះពិតប្រាកដសម្រាប់គាត់នៅកណ្ដាលនៃភាពវឹកវរទាំងអស់ទោះជាយ៉ាងណាក៏ដោយសូម្បីតែនរណាម្នាក់ដែលមានសមត្ថភាពដោយគាត់ក៏ត្រូវបាត់បង់ជីវិតនៅក្នុងហ្គេមដ៏ឃោរឃៅនិងប្រឡ័យនោះដែរនៅពេលនោះបុរសវ័យក្មេងបានរៀនថាវាមិនសំខាន់ទេថាតើនរណាម្នាក់ខ្លាំងប៉ុណ្ណាចំពោះប្រៈនៃភាពងងឹតអ្នកលេងចង្អុលមិនមែនជាអ្វីក្រៅពីប្រដាប់ក្មេងលេងសាមញ្ញសម្រាប់ការកំសាន្តនៃអង្គភាពអាក្រក់នោះទេត្រឡប់មកបច្ចុប្បន្នវិញបុរសពាក់វ៉ែនតាសួរថាតើមានអ្វីខុសជាមួយតួឯកឬអត់បុរសសក់ក្រហមឆ្ងល់ថាហេតុអ្វីបានជាលេខ1របស់ពិភពលោកត្រូវខ្វល់ខ្វាយជាមួយគ្រាន់តែជាចំណាត់ថ្នាក់34ប៉ុន្តែវីរបុរសនិយាយថាមនុស្សខ្លាំងត្រូវបានស្វាគមន៍ហើយថាគាត់ត្រូវការអ្នកចម្បាំងដល់ការសាហាវដូចគាត់បន្ទាប់មកគាត់ប្រោកាតមួយចំនួនជាការដឹងគុណបន្តិចបន្តួចប៉ុន្តែបុរសពាក់វ៉ែនតាបរិស័ទតួឯកគិតថាដោយសារតែគាត់បានជួយគាត់កាលពីអតីតកាលឥឡូវនេះដល់វេនរបស់គាត់ដើម្បីសងគុណវិញជាមួយនឹងស្នាមញញឹម Chacheruy និយាយថា Mr. Crusoe ពិតជាខ្លាំងណាស់ហើយទទួលយកកាតជាមួយនឹងស្នាមញញឹមបុរសពាក់វ៉ែនតាផ្ដល់កាតទៅឲ្យដៃគូរបស់តួឯកនារីវ័យក្មេងមានក្តីរំភើបយ៉ាងខ្លាំងដោយនិយាយថាជាមួយរបស់ទាំងនេះនាងក៏អាចក្លាយជាកំពូលវីរបុរសបានដែរប៉ុន្តែនាង Starkster ដោយសម្លឹងមើលមិត្តរបស់នាងដើម្បីសុំការយល់ព្រមមុនពេលយកកាតបន្ទាប់មកគាត់ប្រាប់នាងក៏ធ្វើអ្វីដែលនាងចង់ធ្វើព្រោះនាងត្រូវការកាតដើម្បីខ្លាំងជាងមុនជាមួយនឹងស្នាមនាងញឹមដ៏ស្រស់ស្រាយក្មេងស្រីនិយាយអរគុណហើយយកកាតពីមិត្តរួមក្រុមថ្មីរបស់នាង Chacheruy និយាយថាគាត់គឺជាអ្នកដែលគួរដឹងគុណដោយគិតថាឥឡូវនេះគាត់អាចទុកចិត្តពួកគេបានបន្តិចបន្ទាប់មកគាត់សម្រេចចិត្តថាគាត់នឹងគិតអំពីកាដូសម្រាប់តួឯកនៅពេលពួកគេត្រឡប់ទៅកាន់ការពិតវិញវីរបុរសប្រមានថា boss នៃជាន់បន្ទាប់គឺខ្លាំងជាងហើយពួកគេមិនអាចខ្ជះខ្ចាយពេលវេលាបានទេសមាជិកក្រុមថ្មីទាំងពីរនាក់យល់ព្រមហើយរៀបចំខ្លួនដើម្បីធ្វើតាមការដឹកនាំរបស់តួឯកបុរសសក់ក្រហមមានអារម្មណ៍រំភើបគិតថាបើសិនជាសូម្បីតែអា4ភ្នែកអាចចូលរួមបាននោះគាត់ច្បាស់ជាអាចចូលបានដែរគាត់ប្រកាសថាខ្លួនឯងជាមនុស្សពូកែហើយរៀបចំខ្លួនដើម្បីសុំចូលរួមជាមួយក្រុមរបស់អ្នកលេងលំដាប់លេខ1ពេលលើកដៃឡើងគាត់សុំចូលរួមជាមួយក្រុមហើយប្រយុទ្ធជាមួយពួកគេនៅក្នុង Dungeon ប៉ុន្តែដោយក្រសែភ្នែកដ៏ត្រជាក់និងចំអំតួឯកប្រាប់គាត់ឲ្យចេញឲ្យឆ្ងាយពីមុខបុរសសក់ក្រហមនិយាយមិនចេញសោះមិននឹកស្មានថាគាត់ត្រូវបានបដិសេធចំអំបែបនេះស៊ីយ៉ារូគីសួរថាតើវីរបុរសស្គាល់ Dungeon នេះច្បាស់ដែរឬទេហើយគាត់ឆ្លើយថារចនាសម្ព័ន្ធរបស់វាគឺសាមញ្ញណាស់គាត់ពន្យល់ថាភូមិគ្រឹះនេះមាន7ជាន់ហើយពួកគេនៅជាន់ទី4រហូតមកដល់ពេលនេះបុរសពាក់វ៉ែនតាមានការភ្ញាក់ផ្អើលហើយសួរថាតើគាត់ដឹងពីចំណុចខ្សោយរបស់ boss ចុងក្រោយដែរឬទេតួឯកបង្ហាប់ថាមាន boss ចុងក្រោយ2ហើយពួកគេមិនអាចត្រូវបានកម្ចាត់ដោយមធ្យោបាយធម្មតាទេវិធីតែមួយដើម្បីឆ្លងផាត់ Dungeon គឺធ្វើឲ្យ boss ជាន់ក្រោមជួបជាមួយ boss ជាន់លើដោយភ្ញាក់ផ្អើលនឹងព័ត៌មាននេះស៊ីយ៉ារូគីយល់ថាពួកគេត្រូវបែកជា2ក្រុមប៉ុន្តែតួឯកបង្ហាញពីផែនការរបស់គាត់វាយលុកជាន់ក្រោមជាមុនសិនហើយបន្ទាប់មកប្រញាប់ឡើងទៅលើគាត់ពន្យល់ថាយុទ្ធសាស្ត្រនេះអនុញ្ញាតឲ្យពួកគេធ្វើឲ្យ boss ទាំងពីរជួបគ្នាដោយកាត់បន្ថយហានិភ័យបុរសពាក់វ៉ែនតានោះចាប់អារម្មណ៍យ៉ាងខ្លាំងបញ្ចេញមតិថានេះគឺជាយុទ្ធសាស្ត្រដែលតែងតែតូគីប៉ុណ្ណោះអាចធ្វើបានពេលនោះយូរីកាយល់ថាផែនការដំបូងរបស់គាត់គឺទាក់ទាញ boss ទាំងពីរហើយប្រឈមមុខនឹង boss ចុងក្រោយតែម្នាក់ឯងវីរបុរសបញ្ជាក់ពីរឿងនេះប៉ុន្តែនិយាយថាគាត់បានបដូរទៅជំរោះដែលមានហានិភ័យទាបជាងព្រោះសុវត្ថិភាពរបស់នាងសំខាន់ជាងដោយស្នាមញញឹមនារីវ័យក្មេងនោះអរគុណគាត់ដោយនិយាយថាគាត់ពិតជាចិត្តល្អណាស់ដែលបារម្ភពីនាងភ្លាមនោះនាងកណ្ដាស់ដោយត្អូញត្អែរអំពីភាពត្រជាក់ខ្លាំងនៅជាន់នៃភូមិគ្រឹលនេះក្មេងស្រីនោះត្អូញត្អែរថានាងត្រជាក់ខ្លាំងទោះបីជានាងបានបង្កើន stats ក៏ដោយហើយផ្ទាំង panel របស់នាងក៏លេចឡើងតួឯកបញ្យល់ថាសីតុណ្ហភាពនៅទីនេះធ្លាក់ចុះលឿនជាងនៅជាន់ទី1ជិត2ដង
ពួកគេយល់ព្រមកំចាត់ boss ឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីបន្តដំណើរទៅមុខទៀតភ្លាមនោះភ្នែកពណ៌ខៀវដ៏ភ្លឺមួយបានបើកឡើងនៅក្នុងភាពងងឹតដោយឃ្លាំមើលក្រុមអ្នកលេង boss ប្រចាំជាន់ក៏លេចចេញមកឆ្កាយជញ្ចក់ពណ៌សដ៏ធំដែលមានភ្នែកពណ៌ខៀវភ្លឺចែងចាំងរួមជាមួយវាហ្វូងខ្មោចដែលមានភ្នែកពណ៌ស្វាយភ្លឺក៏លេចឡើងដោយត្រៀមខ្លួនវាយប្រហារក្រុម Shiyaruki ឆ្ងល់ថាតើវីរបុរសរកឃើញ boss លឿនយ៉ាងនេះនៅក្នុងផ្លូវដ៏ស្មុគស្មាញបែបនេះដោយរបៀបណាតួឯកឆ្លើយថានេះគឺជាផ្លូវដែលគាត់បានរៀនដោយយកជីវិតទៅប្ដូរហើយគាត់នឹងមិនភ្លេចវាឡើយបុរសពាក់វ៉ែនតានោះស្រឡាំងកាំងដោយឆ្ងល់ថាតើយុវជននោះធ្លាប់មកទីនេះពីមុនឬទេសូម្បីតែមុនពេលមានហ្គេមនេះ boss ប្រចាំជាន់បង្ហាញខ្លួនថាជាសត្វចំណាត់ថ្នាក់ឌីដែលមានថាមពលនិងល្បឿនខ្ពស់វីរបុរសប្រមានថាពួកគេកំពុងមកហើយប្រាប់ពីអ្នកទៀតឲ្យផ្ដោតទៅលើការការពារខ្លួន Shiyaruki ធានាគាត់ដោយសន្យាថានឹងការពារអឺរ៉ូកាដោយជីវិតរបស់គាត់ជាមួយគ្នានោះតួឯកមានអារម្មណ៍ធូរស្លូតដឹងថាដៃគូរបស់គាត់នឹងមានសុវត្ថិភាពក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងដាវរបស់គាត់ដែលបញ្ចេញពន្លឺពណ៌ខៀវតួឯកបានសន្ទុះទៅមុខដោយអស់ពីកម្លាំងរបស់គាត់សម្ដៅទៅរកឆ្កែចចកពណ៌សដ៏ធំនោះគាត់បានប្រជែងសត្វនោះឲ្យប្រយុទ្ធហើយសត្វចម្លែកនោះបានបញ្ចេញសម្លេងក្រហឹមយ៉ាងខ្លាំងជាការឆ្លើយតបដោយមិនខ្ជះខ្ជាយពេល1វិនាទីវីរបុរសបានវាយប្រហារយ៉ាងច្បាស់និងខ្លាំងចំក្បាលឆ្កែចចកយក្សនោះទន្ទឹមនឹងនោះពួកខ្មោចដែលមានភ្នែកពណ៌ស្វាយក៏ក្រហឹមហើយសន្ទុះចូលវាយប្រហារ Shiyaruki ធ្វើសកម្មភាពយ៉ាងលឿនដោយឈរនៅពីមុខ Eureka ដើម្បីការពារនាងពីសត្វចម្លែកជាមួយនឹងចលនាដ៏រហ័សរហួននិងច្បាស់លាស់គាត់ចាប់ផ្ដើមប្រយុទ្ធនឹងពូខ្មោចដោយប្រើក្បាច់គុណគាត់បង្ហាញខ្លួនថាជាអ្នកបន្តវេនទី9នៃបាក្វាចាងដោយប្រកាសថាពូខ្មោចមិនមែនជាគូប្រកួតរបស់គាត់ទេជាមួយនឹងស្នាមញញឹមប្រកបដោយទំនុកចិត្តគាត់ប្រាប់ Eureka កុំឲ្យបារម្ភព្រោះគាត់នឹងចាត់ចែងអ្វីៗគ្រប់យ៉ាងឲ្យបានលឿនប៉ុន្តែក្មេងស្រីនោះធ្វើឲ្យ everyone ភ្ញាក់ផ្អើលដោយការដាល់យ៉ាងខ្លាំងទៅលើខ្មោចមួយក្នុងចំណោមពួកវាដោយងាយនាងរំភើបយ៉ាងខ្លាំងនៅពេលដឹងថានាងក៏អាចកម្ចាត់សត្វចម្លែកដោយកម្លាំងថ្មីរបស់នាងបានដែរបុរសពាក់វ៉ែនតានោះភ្ញាក់ផ្អើលដោយគិតថានាងក៏ពោពេញទៅដោយអាចកំបាំងដែរដូចជា Toki ចឹងត្រឡប់ទៅតួឯកវិញគាត់កំពុងប្រយុទ្ធនឹង boss សត្វចម្លែកនោះវាយប្រហារគាត់ហើយ Toki គេចបានយ៉ាងលឿនខណៈពេលដែលផ្លាស់ផ្ទីយ៉ាងលឿនតួឯកក៏សម្គាល់ឃើញចន្លោះប្រហោងយ៉ាងច្បាស់នៅលើខ្នងរបស់សត្វនោះប៉ុន្តែជំនួសឲ្យការបញ្ចប់វាគាត់គ្រាន់តែវាយតិចៗនិងរហ័សដោយចេតនាជៀសវាងចំណុចសំខាន់ឃើញបែបនេះ Shiyaruki យល់ថាវីរបុរសមានឱកាសជាច្រើនដើម្បីកម្ចាត់ boss ប៉ុន្តែមានបំណងស្ទើរដោយមានការភ័ន្តច្រឡំគាត់សួរថាហេតុអ្វីបានជា Toki មិនបញ្ចប់វាទៅព្រោះពួកគេត្រូវការកម្ចាត់ boss ដើម្បីចុកទៅក្រោមយ៉ាងណាមិញសេតនហភាពនៅក្នុងបន្ទប់នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងហើយប្រសិនបើពួកគេពន្យាពេលពួកគេនឹងកកទាំងអស់គ្នាបន្ទាប់មកគាត់ចាប់ផ្ដើមព្យាយាមទាយថាតើតួឯកកំពុងគិតអ្វីឲ្យប្រកបឆ្កែចរចាក់នៅតែបន្តការវាយអត្ថាដ៏កាយសាហាវរបស់វាខណៈដែលតួឯកគ្រាន់តែគេចផុតវីរបុរសដឹងថាការកម្ចាត់សត្វនេះឥឡូវនេះនឹងធ្វើឲ្យ boss ជួនក្រំស្ថិតក្នុងស្ថានភាពខឹងសម្បាយ៉ាងខ្លាំងគោលដៅពិតរបស់គាត់គឺកាត់បន្ថយឈាមរបស់សត្វចម្លែកមកត្រឹម 1% ដើម្បីបើកសាច់រឿងលេខកំបាំងដោយកន្លត់ឃើញថាមពលដែលបានប្រមូលផ្ដុំ Shiyaruki ស្រែកព្រមានថា boss ហៀបនឹងប្រើការវាយអត្ថាចុងក្រោយរបស់វានឹងហៅឲ្យរកកន្លែងការពារបន្ទាប់មកឆ្កែចរចាក់នោះបានបញ្ចេញ Winds Roar បាញ់ចេញនូវថាមពលដ៏បំភ្លេចបំផ្លាញប៉ុន្តែ Toki បានលោតទៅពីមុខការវាយអត្ថានោះស្រែកប្រាប់ Shiyaruki ឲ្យការពារ Eureka និងជួយសង្គ្រោះខ្លួនឯងខណៈដែលគាត់រីរែងវា Shiyaruki ស្រឡាំងកាំងដោយមើលតួឯកប្រឈមមុខនឹងការវាយអត្ថាចុងក្រោយដោយមិនញញើតគាត់សម្រេចចិត្តជឿជាក់លើ
បញ្ជារបស់មេដឹកនាំហើយរត់ក្នុងល្បឿនយ៉ាងលឿនដោយស្បូតថានឹងស្មោះត្រង់ដាច់ខាតចំពោះចៅវាយថ្មីរបស់គាត់ចង់អុលទៅជ្រុងដែលមានសុវត្ថិភាពស្រែកប្រាប់យូរេកាឲ្យតាមគាត់ភ្លាមដើម្បីរកកន្លែងការពារនៅពេលនោះខ្យល់ដ៏ខ្លាំងមួយបានបក់កាត់កន្លែងដែលតួឯកនៅកម្លាំងនៃការវាយអត្ថាគឺខ្លាំងលើសលំរហូតដល់វាប៉ះពាល់ដល់អ្នកដែលនៅក្នុងបន្ទប់នោះដែលកំពុងពួននៅជ្រុងយូរេកាដកដង្ហើមធឺដោយធូរស្រាលអរគុណតួឯកដើម្បីការប្រមានទាន់ពេលវេលាប៉ុន្តែនាងភ័យស្លន់ស្លោភ្លាមស្រែកថាតូគីនៅតែនៅខាងក្រៅនិងព្យាយាមរត់ចូលទៅក្នុងព្យុះវិញដើម្បីស្វែងរកគាត់ទោះជាយ៉ាងណាស៊ីចារូគីចាក់ដៃនាងមិនឲ្យទៅសម្លាប់ខ្លួននិងរំលឹកនាងអំពីបញ្ជារបស់មេដឹកនាំហើយគាត់ទៅទិញថាពួកគេត្រឹមតែនៅទីនោះនិងជឿជាក់លើតួឯកសំឡេងខ្យល់ដែលថ្លង់នោះក៏ចាប់ផ្ដើមស្ងប់បន្តិចម្ដងដោយបន្សល់ទុកតែពពកផ្សែងនិងទឹកកកក្របដណ្ដប់ច្រកចូលដោយឃើញព្យុះបានកន្លងផុតទៅយូរេកាយោបល់ថាពួកគេគួរតែទៅមើលប៉ុន្តែស៊ីយ៉ារូគីនិយាយថាទេព្រោះគាត់មិនទាន់ហៅពួកគេនៅឡើយភ្លាមនោះសំឡេងដែលធ្លាប់ស្គាល់មួយបានបន្លឺឡើងកាត់ភាពស្ងៀមស្ងាត់ដោយនិយាយយ៉ាងស្ងប់ស្ងាត់ថាអ្នកទាំងពីរអាចចេញពីកន្លែងពួនបានហើយដោយមិនខ្ជិះខ្ចាយមួយវិនាទីអ្នកទាំងពីរប្រញាប់ចេញពីកន្លែងការពាររបស់ពួកគេដោយបារម្ភពីតួឯកនៅពេលពួកគេចេញមកពួកគេឃើញច្រករបៀងត្រូវបានបំផ្លាញហើយស្រែកហៅឈ្មោះយុវជននោះដោយក្តីបារម្ភស៊ីយ៉ារូគីភ្ញាក់ផៅយ៉ាងខ្លាំងចំពោះទស្សនវិជ្ជានៅចំពោះមុខគាត់ហើយភ្នែករបស់យូរេកាក៏បើកធំដោយមិនជឿនៅអ្វីដែលបានកើតឡើងនៅទីនោះតួឯកបានកម្ចាត់ boss និងទុកឲ្យវាមានឈាមត្រឹមតែ 1% ប៉ុណ្ណោះក្មេងស្រីនោះសរសើរវីរបុរសនិយាយថាវាពិតជាអស្ចារ្យណាស់ហើយស៊ីយ៉ារូគីទទួលស្គាល់ថាគាត់បារម្ភឥតប្រយោជន៍ដោយមានដាវនៅក្នុងដៃថូគីនិយាយថាឥឡូវនេះដល់ពេលដែលត្រូវបើកបេសកកម្មសម្ងាត់ហើយជាមួយនេះស៊ីយ៉ារូគីយល់ថាថូគីមានចេតនាមិនកម្ចាត់សត្វចម្លែកដើម្បីបើកបេសកកម្មហើយយូរេការំភើបនឹងគំនិតនៃបេសកកម្មសម្ងាត់បន្ទាប់មកតួឯកងាកទៅរកឆ្កែចចកដោយនិយាយថាគាត់អាចយកវាទៅជួបម្ចាស់របស់វាហើយសួរថាតើវាចង់ទៅជាមួយគាត់ដែរឬទេឆ្កែចចកនោះភ្ញាក់ផ្អើលឃ្លាមចំពោះសំណើនេះហើយបន្ទាប់មកវាចាប់ផ្ដើមលូដោយរំភើបចំពោះសំណើនេះជាមួយគ្នានោះសត្វនោះផ្ញើសំណើបង្កើតក្រុមហើយតួឯកក៏ទទួលយកភ្លាមការជួនដំណឹងបញ្ជាក់ថាបេសកកម្មសម្ងាត់បានចាប់ផ្ដើមហើយការជ្រើសរើស Boston 2នឹងធ្វើប្រាក់រង្វាន់ 50% អេក្រុងទី2លេខឡើងដោយបញ្ជាក់ពីការបរាជ័យរបស់ Boss និងបង្ហាញរង្វាន់របស់អ្នកលេងតួឯកក៏ទទួលបានកាត item ចំណាត់ថ្នាក់ D ដែលជាចិញ្ចៀនផ្ទុករបស់ដែលមិនអាចផ្ទុកសត្វមានជីវិតបានជាមួយនឹងកាត attribute ថ្មីនៅក្នុងដៃយុវជននោះរៀបចំខ្លួនដើម្បីបង្កើន stats របស់គាត់ stats កម្លាំងរបស់គាត់ឥឡូវនេះគឺនៅកម្រិត11ហើយសល់ប៉ុន្មានគឺនៅកម្រិត10ដោយមិនខ្ជះខ្ជាយពេលវេលាតួឯកក៏ប្រើប្រាស់កាតដែលគាត់ទទួលបានជាមួយគ្នានោះ stat កម្លាំងរបស់គាត់កើនឡើងដល់13និង stamina របស់គាត់ដល់12បន្ទាប់មកគាត់មើលកាតចិញ្ចៀនផ្ទុករបស់ដែលគាត់បានឈ្នះកាលពីការប្រយុទ្ធវីរបុរសគិតថាចិញ្ចៀននេះនឹងមានប្រយោជន៍នៅពេលអនាគតហាត់ពាក់វានៅលើមាមដៃរបស់គាត់ភ្លាមនោះមុខឆ្កែចចកយ៉ាស់ក៏លេចឡើងដោយព្រក់ក្នុងទម្រង់តូចរបស់វាតួអាចឆ្ងល់ថាតើនេះជាទម្រង់ពិតរបស់សត្វចម្លែកនោះឬយូរីកាយល់ថាឆ្កែចចកតូចនេះគួរឲ្យស្រឡាញ់ណាស់ហើយសួរថាតើវាពិតជា boss ពីមុនមែនឬយុវជននោះនិយាយលេងថាគាត់អាចធ្វើឲ្យវាត្រឡប់ទៅជាទម្រង់ដើមវិញដែលធ្វើឲ្យនាងភ័យខ្លាចរូបភាពដ៏គួរឲ្យរន្ធត់របស់ឆ្កែចចកយ៉ាក់បានលេចឡើងធ្វើឲ្យក្មេងស្រីនោះឈរគាំងដោយភាពភ័យខ្លាចគាត់និយាយថាគាត់គ្រាន់តែលេងសើចទេហើយនាងឆ្ងល់ថាតើ boss ទាំងអស់គឺជាសត្វតូចដែលគួរឲ្យស្រឡាញ់មែនឬអត់ស៊ីចារូគីឆ្លុះបញ្ចាំងពីរឿងនេះហើយនិយាយថាអ្នកបង្កើតហ្គេមនេះគឺជាបិសាចប្រសិនបើវាជាការពិតតូគីបញ្ជាក់នឹងព្រមមានថាពួកគេនឹងឃើញផ្នែកងងឹតនៃហ្គេមនេះកាន់តែច្រើនយូរីកាទើបយល់ពីមូលហេតុដែលគោលបំណងតែមួយគត់របស់តួឯកគឺបំផ្លាញហ្គេមដ៏ខួខៅនេះ
ជាមួយនឹងការបោសសម្អាតជាន់នេះផ្លូវទៅកាន់កម្រិតបន្ទាប់ក៏បើកសម្រាប់ក្រុមប៉ុន្តែភ្លាមនោះសំឡេងដ៏ចម្លែកនិងអាចកំបាំងលួយបានបន្លឺឡើងពីកម្ពូលនៃជណ្ដារដ៏ងងឹតក្មេងស្រីនោះសម្គាល់ថាសំឡេងនោះជាសំឡេងឆ្មាប៉ុន្តែស៊ីចារូគីឆ្ងល់ថាតើពិតជាមានឆ្មានៅទីនោះមែនឬភ្លាមនោះឆ្កែជជកតូចក៏ក្រហមនឹងព្រុសដាក់ភាពងងឹតហើយយូរីកាភ្ញាក់អោចំពោះប្រតិកាបន្ទាប់មកតួឯកបញ្ជាក់ថាវាមិនមែនជាឆ្មាទេប៉ុន្តែជា boss នៃជាន់ Dungeon បន្ទាប់ប្រព័ន្ធព្រមានថាសេតុណភាពគឺដក110អង្សាហើយនឹងធ្លាក់ចុះ2អង្សារៀងរាល់នាទីជាមួយគ្នានោះវីរបុរសនិយាយថាដល់ពេលត្រូវស្វែងរកមិត្តចាស់ដែលចិត្តក្តៅរបស់ឆ្កែជជកតូចហើយ នៅក្នុងច្រករបៀងដ៏ងងឹតពួកគេបានរកឃើញវិញ្ញាណត្រជាក់ជាច្រើនដែលមានរាងដូចខ្មោចឆៅកតូគីឈានជើងដំបងហើយក្រុមធ្វើដំណើរទៅមុខដើម្បីប្រឈមមុខនឹងឧបសគ្គបន្ទាប់ជាមួយនឹងទឹកមុខដ៏ម៉ឺងម៉ាត់ពួកគេរៀបចំខ្លួនដើម្បីប្រឈមមុខនឹងហ្វូងសត្វចម្លែកនៅខាងមុខវិញ្ញាណត្រជាក់ទាំងនោះងាកមកក្រុមដើម្បីត្រៀមវាយប្រហារអឺរេកាក៏សម្គាល់ថាចំនួនសត្វចម្លែកបានកើនឡើងហើយតូគីបញ្យល់ថាពួកវាកាន់តែខ្លាំងនៅជិត boss បន្ទាប់មកសត្វចម្លែកទាំងនោះក៏ក្រហមនិងសម្រុកចូលដោយកម្លាំងពេញទំហឹងសម្ដៅទៅរកក្រុមអ្នកលេងប៉ុន្តែតួឯកគ្រាន់តែប្រឈមមុខនឹងពួកគេដោយស្នាមញញឹមប្រកបដោយទំនុកចិត្តគាត់គិតយ៉ាងងាយហើយនិយាយថាឥឡូវនេះដល់ពេលដែលឈីចារូគីត្រូវបញ្ចេញស្នាដៃហើយជាមួយគ្នានោះគាត់បានតាំងជំហរហើយចាប់ផ្ដើមរៀបចំការវាយប្រហាររបស់គាត់បញ្ចេញថាមពលដ៏ខ្លាំងក្លាសម្ដៅទៅរកសត្វចម្លែកគាត់ប្រាប់តូគីឲ្យសម្រាកនិងផ្ដោតលើ boss ព្រោះគាត់នឹងចាត់ចែងសត្វចម្លែកដោយស្នាមញញឹមវីរបុរសគិតថាអ្នកលេងឆ្នាមដូចជាឈីចារូគីនឹងកាន់តែខ្លាំងឡើងជាមួយគ្នានោះបុរសពាក់វ៉ែនតាក៏សម្រុកទៅមុខដោយអស់ពីកម្លាំងដោយវាយជាច្រើនដៃទៅលើវិញ្ញាណត្រជាក់គាត់ប្រាប់ពីអ្នកទៀតឲ្យតាមគាត់ខណៈដែលគាត់បើកផ្លូវឆ្លងកាត់ច្រករបៀងដែលកកនោះអឺរេកាចាប់អារម្មណ៍នឹងកម្លាំងរបស់ឈីចារូគីនិយាយថាគាត់ពិតជាអស្ចារ្យណាស់តូគីសួរគាត់ថាតើគាត់ដឹងថា boss ប្រចាំជាន់នៅឯណាទេដោយខ្មាស់អៀនបន្តិចឈីចារូគីទទួលស្គាល់ថាគាត់មិនដឹងថា boss នៅឯណាភ្លាមនោះសត្វចម្លែកពីរបានលេចឡើងពីពិដានហើយសម្រុកចូលវាយប្រហារឈីចារូគីអឺរេកាប្រមានគាត់ថាប្រយ័ត្នហើយងាកក្រោយឈីចារូគីងាកក្រោយដោយភ្ញាក់ផ្អើលនឹងការប្រមានរបស់នាងហើយឃើញសត្វចម្លែកកំពុងខិតជិតមកដល់គាត់យល់ថាសត្វចម្លែកនៅជិតពេកហើយគាត់នឹងមិនអាចការពារខ្លួនបានទាន់ពេលទេនៅពេលនោះគាត់ឮសំឡេងតូគីស្រែកប្រាប់គាត់ឲ្យក្រាបចុះភ្លាមធ្នឹមថាមពលពណ៌ក្រហមមួយបានឆ្លងកាត់ពីលើគាត់និងបុកវិញ្ញាណត្រជាក់ទាំងពីរជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លាតែមួយតួឯកបានកម្ចាត់សត្វចម្លែកទាំងពីរក្នុងពេលតែមួយអឺរេកាបញ្ជាមតិថាទោះជានាងឃើញថាមពលរបស់វីរបុរសប៉ុន្មានដងក៏ដោយគាត់តែងតែធ្វើឲ្យនាងភ្ញាក់ផ្អើលជានិច្ចឈីចារូគីទទួលស្គាល់ថាតួឯកពិតជាខ្លាំងមែនទែនហើយសម្លឹងមើលគាត់ដោយក្តីគោរពជាមួយគ្នានោះថូគីនិយាយថាគេដឹងថាមេនៅឯណាហើយបបួលអ្នកផ្សេងទៀតឲ្យទៅជាមួយគេនៅពេលពួកគេទៅមុខវិញ្ញាណទឹកកកជាច្រើនបានលេចឡើងប៉ុន្តែត្រូវបានកម្ចាត់យ៉ាងងាយបន្ទាប់មកគេចងល់ទៅបន្ទប់មួយនៅចុងច្រករបៀងដោយប្រាប់ថាមេគឺនៅខាងក្នុងពេលចូលទៅដល់ពួកគេឃើញឆ្មាពណ៌សដ៏ធំមួយដែលមានភ្នែកពណ៌ទឹកក្រូចភ្លឺជាមួយនឹងសំឡេងម៉ែវដ៏ខ្លាំងសត្វនោះសម្លឹងមើលក្រុមដោយខ្សែភ្នែកកាចសាហាវនិងគំរាមកំហែងយូរេកាយល់ថាឆ្មាដ៏ធំនោះគួរឲ្យស្រឡាញ់ប៉ុន្តែស៊ីយ៉ារូគីសួរពីនិយមន័យនៃភាពគួរឲ្យស្រឡាញ់របស់នាងតួឯកក៏សម្គាល់ថាភាពរហ័សរហួនរបស់មេគឺខ្ពស់ណាស់សូម្បីតែគេក៏មិនអាចយកឈ្នះវាដោយល្បឿនបានដែរដូច្នេះគេគិតថាពួកគេត្រូវការវិធីសាស្ត្រផ្សេងដើម្បីកម្ចាត់មេប្រចាំជាន់ដ៏ខ្លាំងនេះគេសុំខ្ចីកូនឆ្កែចចកហើយនារីវ័យក្មេងនោះហុចវាឲ្យដោយមិនស្តាក់ស្ទើរថូគីពន្យល់ថាសំឡេងព្រុសរបស់ឆ្កែចចកធ្វើឲ្យដៃគូចាស់របស់វាចុះខ្សោយដែលជាច្បាប់សម្ងាត់បន្ទាប់មកគេប្រាប់អ្នកផ្សេងទៀតឲ្យដោះស្រាយជាមួយពូបេសាចខណៈពេលដែលគេដោះស្រាយជាមួយមេដ៏ធំនោះ
ยูเรกาនិងស៊ីយ៉ារូគីយល់ព្រមហើយត្រៀមខ្លួនប្រយុទ្ធនឹងវិញ្ញាណទឹកកកស៊ីយ៉ារូគីក៏សម្គាល់ថាយូរេកាមិនភ័យខ្លាចឡើយបើទោះជាគ្មានបទពិសោធន៍ប្រយុទ្ធច្រើនក៏ដោយមិនបង្អែបង្អឹងតួឯកស្ទុះតែមុខដោយមានកូនឆ្កែចចកនៅក្នុងដៃមេចាប់ដើមម៉ាវហើយវិញ្ញាណទឹកកកស្ទុះមកវាប្រហារតួឯកគេចាប់ដាវរបស់គេប្រមានពួកគេកុំឲ្យមកយាផ្លូវហើយកាប់ពួកបិសាចយ៉ាងងាយដោយបើកផ្លូវទៅរកមេគេត្រៀមខ្លួនលោតដោយស្ទុះទៅរកមេបិសាចបញ្ចេញសម្លេងម៉ែវដ៏ខ្លាំងហើយព្យាយាមវាយប្រហារតួឯកដោយក្រញាំដ៏មុតស្រួចរបស់វាថូគៀបោះឆ្កែចចកហាក់ដូចជាវាជាប៉ូកេម៉ុនបញ្ជាឲ្យវាព្រុសនិងបញ្ចេញសមត្ថភាពពិសេសរបស់វាកូនឆ្កែចចកបញ្ចេញសម្លេងព្រុសដ៏ខ្លាំងបង្កើតជារលកធាតុអាកាសដែលបុកនឹងឆ្មាដ៏ធំធ្វើឲ្យវាគាំងនៅកណ្ដាលអាកាសប្រព័ន្ធជូនដំណឹងថាមេបានទទួលអារម្មណ៍ពីសម្លេងដៃគូរបស់វាហើយស្ថិតិរបស់វាបានថយចុះជាមួយនឹងការការពាររបស់បិសាចបើកចំហវីរបុរសនិយាយថាឥឡូវនេះហើយគឺជាពេលដែលត្រូវវាយប្រហារគេកាប់ឆ្មានោះយ៉ាងខ្លាំងធ្វើឲ្យវាសល់ឈាមត្រឹមតែ 1% ទេដោយដែលគេបានធ្វើចំពោះឆ្កែចចកដែរតួឯកនិយាយថាបញ្ហាត្រូវបានដោះស្រាយហើយឥឡូវនេះដល់ពេលសម្រាប់ជំហានបន្ទាប់គេបបួលឆ្មាដ៏ធំនោះឲ្យចូលរួមជាមួយពួកគេនិងស្វែងរកម្ចាស់វាសត្វនោះសម្លឹងមើលយុវជនដោយកំហឹងប៉ុន្តែមិត្តតូចរបស់វាលេចឡើងដើម្បីសម្រួលវាដោយព្រុសដាក់ដៃគូចាស់របស់វាដើម្បីបបួលចូលក្រុមឆ្មាដ៏ធំយល់ព្រមនិងផ្ញើសំណើសុំចូលក្រុមដែលវីរបុរសទទួលយកភ្លាមការជូនដំណឹងបញ្ជាក់ពីការបរាជ័យរបស់មេហើយគេទទួលបានកាតគុណលក្ខណៈជាច្រើននិងកាតធាតុស្នូលពង្រឹងមួយមិនពេញលេញតូគៀសប្បាយចិត្តជាមួយនឹងរង្វាន់ព្រោះឥឡូវនេះគេអាចពង្រឹងជំនាញលើដាវរបស់គេបានដោយមិនបង្អែបង្អង់គេប្រើកាតគុណលក្ខណៈដោយបង្កើនកម្លាំងនិងភាពរហ័សរហួនរបស់គេជាមួយនឹងមេទាំងពីរត្រូវបានជ្រើសរើសប្រព័ន្ធជូនដំណឹងថាពួកគេទាំងមូលនឹងទទួលបានប្រាក់រង្វាន់ពិសេស 50% យូរីកានិងស៊ីចារូគីរំភើបចំពោះប្រាក់រង្វាន់និងការកើនឡើងនៃរង្វាន់ចុងក្រោយច្រកទៅជាន់បន្ទាប់បើកហើយស៊ីចារូគីបញ្ជាក់ថាដល់ពេលហើយក្រុមទាំងនោះបន្តទៅដំណាក់កាលបន្ទាប់ដើម្បីប្រឈមមុខនឹងមេចុងក្រោយនៃគុកងងឹតតួឯកមានក្តីរំភើបដោយត្រៀមខ្លួនប្រឈមមុខនឹងមេដំបូងដែលមិនអាចយកឈ្នះបានតាមវិធីធម្មតាយូរីការអ៊ូពីរឿងត្រជាក់ដោយកត់សម្គាល់ថាកន្លែងនេះមើលទៅដូចជារូងទឹកកកដែលមនុស្សធម្មតានឹងពិបាកទ្រាំតួឯកសម្រាប់ចិត្តប្រើស្នូលពង្រឹងលើដាវរបស់គេប្រើកាតពង្រឹងដែលបញ្ចេញពន្លឺយ៉ាងភ្លឺហ្វូងពន្លឺពណ៌ខៀវគ្រប់ក្រោមដាវរបស់គេហើយប្រព័ន្ធចាប់ផ្ដើមដំណើរការពង្រឹងដោយបង្ហាញថាដាវទទួលបានជំនាញរៀងរាល់10កម្រិតតូគៀនឹកឃើញថាពេលគេដល់កម្រិត10ដាវរបស់គេទទួលបានជំនាញទី2ដែលគេបានផ្លេចប្រព័ន្ធបញ្ជាក់ថាការពង្រឹងបានជោគជ័យជំនាញ Sky Slicing Slash ឥឡូវនេះបង្កើនកម្លាំងរបស់គេចំនួន2កម្រិតពេលគេប្រើដោយស្នាមញញឹមយុវជនដឹងថាគេនៅតែអាចចាប់យកជំនាញសម្រាប់ដាវរបស់គេបានគេចុចប៊ូតុងចាប់យកលើអេក្រង់ប្រព័ន្ធពណ៌ខៀវត្រូវបានបញ្ជូនទៅកន្លែងនិម្មិតសម្រាប់ការចាប់យកគេពន្យល់ថាមានតែគេទេដែលអាចមើលឃើញការបំភាននេះហើយពណ៌នៃការតំណាងឲ្យកម្រិតកម្រោកជាមួយនឹងទឹកមុខមើងម៉ាត់គេជ្រើសរើសកាតពណ៌ស្វាយដោយសង្ឃឹមនឹងទទួលបានជំនាញប្រយុទ្ធដ៏ខ្លាំងប្រព័ន្ធបញ្ជាក់ថាការចាប់យកបានជោគជ័យជំនាញថ្មី Rushing Wind បង្កើនភាពរហ័សរហួនរបស់គេចំនួន5កម្រិតពេលគេប្រើដាវដោយការពេញចិត្តវីរបុត្រក៏សម្គាល់ថាការបន្ថែមភាពរហ័សរហួនសាមញ្ញនិងផ្ទាល់គឺមានប្រយោជន៍ខ្លាំងណាស់ប្រព័ន្ធបង្ហាញស្ថិតិនៃវិញ្ញាណទឹកកកនៃជាន់ចុងក្រោយយូរីកាក៏សម្គាល់ពីចំនួនវិសាចដែលកើនឡើងហើយចង់ប្រយុទ្ធស៊ីចារូគីគិតថាដោយមានតួឯកនៅទីនោះ ผู้ពិសាចនឹងត្រូវកម្ចាត់ភ្លាមៗ
តូគៀប្រាប់ពួកគេឲ្យដោះស្រាយជាមួយពួកបិសាចខណៈពេលដែលគេទៅមុខដើម្បីប្រឈមមុខនឹងមេស៊ីចារូគីនិយាយថាតួឯកតែងតែបញ្ចប់ដោយការប្រឈមមុខនឹងមេតែម្នាក់ឯងតួឯកនិយាយថាគោលដៅគឺគ្រាន់តែតាក់ទាញមេហើយសុំឲ្យមិត្តភក្តិរបស់គេដំឡើងកម្រិតយូរីកាមានការសោកសៅដែលឃើញគេចាក់ចិនពីពួកគេភ្លាមនោះវិញ្ញាណតកក់មួយស្ទុះយ៉ាងលឿនសម្ដៅទៅយូរីកាស៊ីចារូគីស្រែកឲ្យនាងគេចិនប៉ុន្តែនាងដាល់ចំមុខរបស់សត្វនោះធ្វើឲ្យវាខ្ទាតទៅឆ្ងាយដោយខឹងដែលតួឯកទុកនាងចោលនាងសម្រេចចិត្តបញ្ចិនគំហាំងលើពូបិសាចដោយប្រកាសប្រយុទ្ធនាងបង្ហាញថានាងក៏បានរីកចម្រើនដែរហើយស្ទុះទៅរកពូបិសាចដោយអស់ពីកម្លាំងស៊ីចារូគីគិតថាក្មេងស្រីនេះបង្ហាញកម្លាំងពិតរបស់នាងតែពេលតួឯកមិននៅជុំវិញប៉ុណ្ណោះបិសាចមួយវាយប្រហារស៊ីចារូគីពីក្រោយប៉ុន្តែគេការពារបានយ៉ាងងាយដោយសម្រេចចិត្តថាគេក៏ត្រូវតែយកចិត្តទុកដាក់ដែរវិញ្ញាណតកកស្ទុះមកជាហ្វូងដោយស្រែកឃ្លានឈាមក្នុងពេលជាមួយគ្នានោះតួឯកឃើញលលាដឹកបាល់ជាច្រើននៅលើឥដ្ឋដែលកក់មេប្រចាំជាន់ចុងក្រោយលេចឡើងជាស្ត្រីដែលមានសក់ពណ៌សវែងភ្នែកខ្មៅមានស្នែងនិងទឹកមុខគួរឲ្យខ្លាចថូឃាដឹងថាសម្លេងយំរបស់ដៃគូតូចទាំងពីរមានឱកាស 50% ក្នុងការដាស់ការចងចាំរបស់នាងស្ត្រីនោះនិយាយថាមនុស្សរស់បានមកដល់ហើយឈាមរបស់ពួកគេផ្អែមនាងស្ទុះទៅរកតួឯកដោយស្រែកទាមទារឈាមវីរបុរសស្រែកឲ្យដៃគូរបស់គេប្រើជំនាញដើម្បីដាស់ការចងចាំរបស់នាងប៉ុន្តែប្រព័ន្ធជូនដំណឹងថាការប៉ុនពងបានបរាជ័យសត្វនោះវាយប្រហារដោយអស់ពីកម្លាំងថូឃាប្រាប់ដៃគូរបស់គេថាមិនមែនជាកំហុសរបស់ពួកគេទេព្រោះគេមិនដែលរំពឹងថាវានឹងដំណើរការឡើយខណៈពេលដែលបិសាចស្ទុះមកតួឯករត់ដោយគិតថាគេត្រូវការទាញពេលវេលាសម្រាប់មិត្តភក្តិរបស់គេហើយថាភាពរហ័សរហួនថ្មីរបស់គេអនុញ្ញាតឲ្យគេគេចខ្លួនបានក្នុងពេលនោះដែរយូរីកានិងស៊ីយ៉ារូគីកម្ចាត់វិញ្ញាណតកកទាំងអស់នៅក្នុងតំបន់នោះបុរសពាក់វ៉ែនតាអ៊ីលូនីមានកម្រិត11ហើយជាមួយនឹងប្រាក់រង្វាន់គ្រួសាររបស់គេស្ថិតរបស់គេកាន់តែខ្ពស់យូរីកាក៏បានឡើងដល់កម្រិត9ដែរដោយនិយាយពីការរីកចម្រើនដ៏ធំដែលពួកបិសាចផ្ដាល់ឲ្យភ្លាមនោះពួកគេឮសំឡេងញញ័រហើយឆ្ងល់ថាតើតួឯកកំពុងនាំមេមកឬអត់យូរីការំភើបចំពោះការត្រឡប់មកវិញរបស់វីរបុរសដែលស៊ីយ៉ារូគីកត់សម្គាល់តួឯកលោតចូលទៅក្នុងចតរបៀងរត់គេចពីមេជុំក្រោយយូរីកាហៅឈ្មោះរបស់គេដោយស្នាមញញឹមដ៏ស្រស់ស្រាយបិសាចលើកឡើងនៅពេលក្រោយគេដោយចាប់អារម្មណ៍នឹងទំហំរបស់មេស៊ីយ៉ារូគីកត់សម្គាល់ថានាងជាបិសាចជុំក្រោយ